គណៈបកកម្លាំងជាតិអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តស្វែងរកឧក្រិដ្ឋជនដែលបានវាយប្រហារដោយគ្រាប់បែកដៃទៅលើក្រុមបាតកោអហិង្សាកាលពីថ្ងៃទី30 ខែមីនាឆ្នាំ1997យកមកដាក់ទោសតាមច្បាប់ដើម្បីលុបបំបាត់អំពើនីតិរដ្ឋភាពនិងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៅថ្ងៃទី30 ខែមីនាឆ្នាំ2025នេះគណៈបកកម្លាំងជាតិបញ្ចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តស្វែងរកឧក្រិដ្ឋជនដែលបានវាយប្រហារដោយគ្រាប់បែកដៃទៅលើក្រុមបាតកោអហិង្សាកាលពីថ្ងៃទី30 ខែមីនាឆ្នាំ1997យកមកដាក់ទោសតាមច្បាប់ដើម្បីលុបបំបាត់អំពើនីតិរដ្ឋភាពនិងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះគណៈបកកម្លាំងជាតិថានៅថ្ងៃទី30 ខែមីនាឆ្នាំ2025នេះគឺជាខួប28ឆ្នាំនៃសោកនាដកម្មដ៏ព្រៃផ្សៃនៅមុខមន្ទីររដ្ឋសភាចាស់ហើយក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌ហើយជនដៃដល់នៅបន្តមានសេរីភាពនៅឡើយហេតុការណ៍វាយប្រហារដោយគ្រាប់បែកដៃចំនួន4គ្រាប់បណ្ដាលឲ្យមនុស្ស16នាក់ស្លាប់និងជាង200នាក់ផ្សេងទៀតរងរបួសធ្ងន់គណៈបកកម្លាំងជាតិយល់ឃើញថាអាញាធរកម្ពុជាពិតជាមានសមត្ថភាពនិងជំនាញគ្រប់គ្រាន់ក្នុងការស្វែងរកចាប់ជនដៃដល់និងអ្នកនៅពីក្រោយខ្នងដើម្បីយកមកផ្ដន្ទាទោសរយៈពេល28ឆ្នាំហើយដែលអាញាធរកម្ពុជានៅមិនទាន់ចាប់ជនដៃដល់និងអ្នកបញ្ជានៅពីក្រោយខ្នងបានធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះបន្តរងភាពអយុត្តិធម៌ដែលអូសបន្លាយរាប់សិបឆ្នាំនៅមិនទាន់ទទួលបានយុត្តិធម៌រហូតមកដល់បច្ចុប្បន្ននេះសូមបញ្ជាក់ថាបាតកម្មអហិង្សានៅពេលនោះដឹកនាំដោយលោកសំរងស៊ីប្រធានគណៈបកជាតិខ្មែរធ្វើនៅមុខមន្ទីររដ្ឋសភាចាស់ដើម្បីទាមទារសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យឲ្យមានយុត្តិធម៌សង្គមនិងកែតម្រង់ប្រព័ន្ធតុលាការនៅកម្ពុជាក្រោយមកលោកសំរងស៊ីបានដាក់ពាក្យបណ្ដឹងទៅតុលាការបារាំងដោយប្តឹងលោកហ៊ីងមិនហៀងនិងលោកហ៊ុយពិសិដ្ឋមេកងអង្គរៈលោកហ៊ុនសែនថ្មីនេះតុលាការបារាំងបានបើកសវនាការលើសំណុំរឿងនេះដោយមានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21ខែមីនាឆ្នាំ2025